ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំនឹងចែករំលែកពីវិធីស្លម្ជូរគ្រឿងពោះគោជាមួយនឹងស្លឹកត្នឹងឲ្យមានរសជាតិឆ្ងាញ់មុននឹងឈានដល់ការស្លសម្លមួយមុខនេះយើងទៅមើលគ្រឿងផ្សំក៏ដូចជាបន្លែដែលយើងទុកប្រើក្នុងសម្លមួយមុខនេះផងដែរហើយសម្លម្ជូរគ្រឿងពោះគោជាមួយស្លឹកត្នឹងនេះដែរនាងខ្ញុំប្រើបន្លែទឹកកួនចំនួន1ដុំចាដោយសារស្លតិចតួចដែរបងប្អូនចាជាមួយនឹងផ្លែប៉េងប៉ោះចំនួន4-5ផ្លែត្រប់4-5ផ្លែបងប្អូនដាក់តាមចំណង់ចំណូលចិត្តមកបន្លែខ្ទឹមសខ្ទឹមក្រហមជាមួយនឹងរមៀតស្លឹកក្រូចសើចនិងគល់ស្លឹកគ្រៃចំពោះម្ជូរនាងខ្ញុំប្រើម្ជូរថ្នាំងនឹងឯងបងប្អូនស្លឹកថ្នាំងយើងនឹងស្លឹកកន្ទ្រកនេះខ្ញុំប្រើមួយចំនួនដែរហើយពោះគោគឺយកទៅស្រោះទឹកបងប្អូនស្រោះទឹកក្តៅហើយលាងសម្អាតទុកមួយអន្លើសិនចំណែកគ្រឿងក្រៅមួយចំនួនទៀតដូចជាទឹកត្រីប៊ីចេងស្ករអំបិលម្សៅស៊ុបប្រហុកនិងម្ទេសឆ្អើរដែលបានកិនជាស្រេចត្រប់ស្រួយនិងប៉េងប៉ោះនាងខ្ញុំហាន់ជាដុំៗហើយត្រកួនកាត់ជាកង់ចំណែកឯស្លឹកត្នឹងជាមួយស្លឹកកន្ទ្រកនេះខ្ញុំហាន់ឲ្យល្អិតហើយចិញ្ច្រាំឲ្យរាងម៉ត់បន្តិចដែរជាមួយនឹងគ្រឿងបុកស្រាប់អញ្ចឹងបងប្អូនចាឥឡូវដាក់ឲ្យឆ្នាំងឲ្យក្តៅចាក់ជាមួយនឹងប្រេងឆារបស់យើងបន្ទាប់មកទៀតដាក់ម្ទេសឆ្អើរកូរឲ្យឈ្ងុយចាហើយដាក់គ្រឿងបុករបស់យើងមានដូចជាគល់ស្លឹកគ្រៃរំដេងរមៀតស្លឹកក្រូចសើចខ្ទឹមសនិងខ្ទឹមក្រហមផងដែរបន្ទាប់មកកូរឲ្យឈ្ងុយបន្ទាប់ទៀតដាក់ជាមួយនឹងប្រហុកស្ករត្នោតប៊ីចេងនិងអំបិលជាមួយនឹងម្សៅស៊ុបចាហើយកូរវាឲ្យសព្វម្ដងទៀតឲ្យឈ្ងុយបងប្អូនបន្ទាប់ពីកូរឲ្យឈ្ងុយរួចមកបន្ថែមជាមួយនឹងទឹកត្រីដែលបានផ្សំទុកអំបញ្ញមិញចាហើយកូរឲ្យសព្វម្ដងទៀតយកពោះគោដែលយើងបានហាន់ទុកជាស្រេចហ្នឹងយកមកកូរជាមួយគ្រឿងដែលយើងបានរំលីងក្នុងឆ្នាំងបាញ់មិញហ្នឹងឯងបន្ទាប់ពីចាក់ពោះគោចូលក្នុងគ្រឿងក្រៅរបស់យើងហើយកូរជាមួយនឹងពោះគោហើយគ្រឿងក្រៅនឹងឲ្យសព្វមកបងប្អូនហើយដាក់វារងាស់មកផុយសិនណាចាហើយបន្ថែមជាមួយស្លឹកក្រូចសើច2 3 ស្លឹកបន្ថែមទៀតដើម្បីឲ្យឈ្ងុយបន្ទាប់ពីរងាស់រាងឆ្អិនផុយបន្តិចមកចាប់ផ្ដើមដាក់ជាមួយនឹងស្លឹកត្នឹងក៏ដូចជាស្លឹកកន្ទ្រករបស់យើងចូលមកហើយច្បល់ចូលគ្នាចាឲ្យចូលជាតិគ្នាតែម្ដងហើយយើងទុករងាស់វាបន្តទៀតអញ្ចឹងបងប្អូនមួយសបកទៀតមកចាំផ្ដើមចាក់ទឹកតាមបរិមាណសាច់និងផ្លែរបស់យើងតែម្ដងបន្ទាប់ពីចាក់ទឹកចូលហើយយើងចាប់ផ្ដើមរំងាស់វាមួយរំពុះទៀតហើយភ្លក់មើលថាបើត្រឹមត្រូវតាមចំណង់ចំណូលចិត្តហើយចាប់ផ្ដើមចាក់បន្លែរបស់យើងចូលមកតែម្ដងបងប្អូនចាបន្លែទាំង3មុខនោះតែម្ដងដាក់ចូលមកហើយកូរវាឲ្យសព្វចាកូរបន្លែនឹងឲ្យសព្វឲ្យទន់បន្លែក្នុងសម្លរបស់យើងនឹងតែម្ដងហើយទុកតែមួយរំពុះម្ដងទៀតគឺជាការស្រេចហើយឥឡូវសម្លម្ជូរគ្រឿងពោះគោជាមួយនឹងស្លឹកត្នឹងគឺបានឆ្អិនរួចហើយដែរបងប្អូនហើយវិធីស្លដែលនាងខ្ញុំបានបង្ហាញគឺមានតែប៉ុណ្្នឹងទេចំណែកឲ្យរសជាតិវិញគឺឆ្ងាញ់ខ្លាំងមែនទែនជាមួយនឹងស្លឹកត្នឹងដាក់រៀងច្រើនបែបនេះគឺជូរលះឆ្ងាញ់តែម្ដងចំណែកឯបន្លែវិញក៏ចូលជាតិខ្លាំងជាមួយនឹងទឹកសម្លរបស់យើងផងដែរហើយក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះ